នៅក្នុងការរំពឹងទុកនៃការចេញផ្សាយនៅឆ្នាំ2023នៃរឿង Oppenheimer របស់ Christopher Nolan សំណួរបានសួរលើកឡើងថាប្រសិនបើ Nolan យកក្របបែកបរិបទពិតប្រាកដសម្រាប់ក្នុងការថតខ្សែភាពយន្តនេះដំបូងយើងត្រូវស្វែងយល់ពីគម្រោង Manhattan និងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ពិភពលោកត្រូវបានបង្កើតឡើងអំឡុងពេលដែលមានសង្គ្រាមលោកលើកទី2នៅក្នុងឆ្នាំ1942រោង Manhattan ត្រូវបានបង្កើតឡើងដោយ Robert Oppenheimer ឧត្តមសេនីយ៍ Leslie Garrett និងក្រុមអ្នកវិទ្យាសាស្ត្រដែលមានទេពកោសល្យជាច្រើនទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងលម្អិតពីគម្រោង Manhattan និងគ្រាប់បែកនុយក្លេអ៊ែរចំនួន2ដែលត្រូវបានទម្លាក់នៅប្រទេសជប៉ុននៅក្នុងឆ្នាំ1945គម្រោង Manhattan ត្រូវបានចាប់ឡើងជាគំនិតលុបដើមស្រាវជ្រាវនៅទីក្រុង Manhattan ទីក្រុង New York ក្រុមនេះមានភារកិច្ចសម្រាប់បង្កើតអាវុធដែលអាចនឹងបញ្ចប់សង្គ្រាមដូច្នេះពួកគេបានបង្កើតនៅអាវុធនុយក្លេអ៊ែរគ្រាប់បែកបរមាណុ2គ្រាប់ដែលគេស្គាល់ថាជា Little Boy និង Fat Man ជាអាវុធនុយក្លេអ៊ែរលើកដំបូងហើយតែមួយគត់ដែលមិនធ្លាប់ប្រើប្រាស់ប្រឆាំងនឹងប្រទេសផ្សេងៗគ្រាប់បែកនុយក្លេអ៊ែរទាំងពីរគ្រាប់នេះត្រូវបានទម្លាក់នៅទីក្រុង Hiroshima ហើយនិង Nagasaki របស់ជប៉ុនដែលទីបំផុតបង្ខំឲ្យជប៉ុនចោះចាញ់ដែលនាំឲ្យសង្គ្រាមលោកលើកទី2ឈានដល់ទីបញ្ចប់គ្រាប់បែកទី1ដែលគេឲ្យឈ្មោះថា Little Boy គឺជាអាវុធនុយក្លេអ៊ែរប្រភេទកាំភ្លើងដែលប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូម235ជាសម្ភារៈដែលអាចបំបែកបានវាដំណើរការឡើងដោយប្រើយន្តការដូចជាកាំភ្លើងដើម្បីជំរុញបំណែកនៃសារធាតុសំខាន់ៗរបស់អ៊ុយរ៉ាញ៉ូម235ចូលទៅក្នុងម៉ាស់រ៉ូដ៏សំខាន់មួយទៀតដើម្បីចាប់ផ្ដើមប្រតិកម្មនៃខ្សែសង្វាក់នុយក្លេអ៊ែរគ្រាប់បែកនុយក្លេអ៊ែរ Little Boy មានប្រវែង10ហ្វីតទម្ងន់ 9700 ផោនហើយមានទិន្នផលផ្ទុះ15គីឡូតោនវាត្រូវបានទម្លាក់នៅទីក្រុង Hiroshima នៅថ្ងៃទី6ខែសីហាឆ្នាំ1945ហើយបានបណ្ដាលឲ្យមនុស្សស្លាប់ប្រហែល 70000 ទៅ 80000 នាក់និងអ្នករងរបួសជាច្រើនអ្នកទៀតនិងអ្នកជំងឺដែលរងផលប៉ះពាល់ពីវិសុសកម្មច្រើនទសវត្សរ៍ណាស់ហើយគ្រាប់បែកនុយក្លេអ៊ែរទី2ដែលគេឲ្យឈ្មោះថា Fat Man គឺជាអាវុធនុយក្លេអ៊ែរប្រភេទ Implosion ដែលប្រើព្រឹត្តនី239ជាសម្ភារៈដែលអាចបំបែកបានផ្ទុយពី Little Boy បរិសុទ្ធ Fat Man ពឹងផ្អែកទៅលើសំណុំនៃសារធាតុទូធម្មតាជំវិញម៉ាស់ផ្លាតូនីយូម239បង្កឲ្យមានការបន្ទុះស៊ីមេទ្រីដោយបង្រួមផ្លាតូនីយូមទៅជាម៉ាស់ដ៏សំខាន់បង្កឲ្យមានសង្វាក់នុយក្លេអ៊ែរគ្រាប់បែកនុយក្លេអ៊ែរ Fat Man មានប្រវែង10ហ្វីត8អ៊ីនិងទម្ងន់ 13000 ផោននិងមានទិន្នផលបន្ទុះ21គីឡូតោនវាត្រូវបានទម្លាក់ទៅលើ Nagasaki នៅថ្ងៃទី9ខែសីហាឆ្នាំ1945ហើយបានបណ្ដាលឲ្យមនុស្សស្លាប់ចំនួនពី40000ទៅ50000នាក់និងអ្នករបួសជាច្រើនអ្នកទៀតឬពិការដោយសារជំងឺនិងរបួសដែលទាក់ទងទៅនឹងវិសុសកម្មការទម្លាក់គ្រាប់បែកបរមាណុទៅលើ Hiroshima និង Nagasaki គឺជាករណីតែមួយគត់នៃអាវុធនុយក្លេអ៊ែរដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមហើយមានការបំផ្លិចបំផ្លាញពីគ្រាប់បែកទាំងនោះនាំឲ្យមានការរវាយតម្លៃឡើងវិញនៅធម្មពលដែលមានទំនួលខុសត្រូវទៅនឹងបច្ចេកវិទ្យានុយក្លេអ៊ែរដូច្នេះគម្រោង Manhattan នាំមកនៅសភាវុធបំផ្លិចបំផ្លាញទាំងនោះដែលជាសំណានដែលមិនអាចលុបចោលបាននៅក្នុងប្រវត្តិសាស្ត្រនិងបម្រើសម្រាប់រំលឹកអំពីធម្មពលនៃភាពវៃឆ្លាតរបស់មនុស្សនៅពេលប្រើសម្រាប់សង្គ្រាមសរុបសេចក្តីមក Oppenheimer របស់ Christopher Nolan មានគោលបំណងចង់បង្ហាញអំពីគម្រោង Manhattan និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ពិភពលោកឥទ្ធិពលរបស់ពួកគេទៅលើមនសិការជាសកលបង្កឲ្យមានការសន្ទនាជុំវិញក្រមសីលធម៌និងទំនួលខុសត្រូវដែលជាប់មកនៅជាមួយនឹងធម្មពលបំផ្លិចបំផ្លាញដែលជាអ្វីមួយដែលខ្សែភាពយន្តនេះទំនងជានឹងស្វែងយល់យ៉ាងលម្អិតតាមរយៈកញ្ចក់ហត្ថលេខារបស់ Nolan បាទសូមអរគុណ